ថ្ងៃនេះរំខានអ្នកទាំងអស់គ្នាហើយគ្មានអ្វីល្អទេគ្រាន់តែញ៉ាំបាយសាមញ្ញទៅម៉ាក់មីងនេះយើងនៅស៊ីនជឿហឺខ្ញុំទៅហើយប្រយ័ត្នតាមផ្លូវម្ដាយឲ្យម្ដាយមិនដឹងទេអំបិលដំបូលនោះថ្មីស្រឡាងមានអ្នកទៅជួយហូបផឹកទៀតអ្នកភូមិទាំងអស់គ្នាសុទ្ធតែកាន់ជើងគេហើយបើបន្តបែបនេះទៀតបងប្អូនទី2ពិតជាអាចងើបមុខរួចហើយឲ្យម៉ាលីនមកជួបខ្ញុំថ្ងៃនេះលក់អស់ហើយនៅសល់មនុស្សតម្រង់ជួរទៀតយើងមានទំនិញមិនគ្រប់គ្រាន់ទេបាទអ្នកចុងក្រោយនោះមិនបានទិញទេមាន2អ្នកនិយាយថាលើក្រោយនឹងមកលឿនបន្តិចទោះមានទំនិញច្រើនប៉ុណ្ណាក៏ដោយតូបក៏ប៉ុណ្ណឹងដែរដាក់មិនអស់ទេខ្ញុំចង់ជួលតូបមួយនៅទីប្រជុំជនតូបតើត្រូវចំណាយប៉ុន្មានក្នុងមួយខែខ្ញុំបានកិននេះហើយតូបតូចនៅទីប្រជុំជនដែលនៅឆ្ងាយបន្តិចគឺប្រហែល300កាក់ក្នុងមួយខែផ្លូវធំថ្លៃយើងមិនទាន់គិតដល់ផ្លូវធំទេ300កាក់ចំណូលបច្ចុប្បន្នអាចគ្រប់ដណ្ដប់បានហើយនៅមានប្រាក់ចំណេញទៀតប៉ុន្តែហានិភ័យធំពេកការដាក់តូបក៏មានហានិភ័យដែរផ្សារបើកតែ2ដងក្នុងមួយខែបើមានខ្យល់ព្យុះភ្លៀងគឺគ្មានចំណូលទេតូបបើករាល់ថ្ងៃចំណូលក៏នឹងថេរជាងទៅមើលសិនទៅអ្នកចង់រកទីតាំងបែបណាមិនបាច់ផ្លូវធំទេឲ្យតែមានមនុស្សចេញចូលច្រើនល្អបំផុតគឺនៅក្បែរផ្សារខ្ញុំស្គាល់កន្លែងមួយនៅច្រកខាងជើងផ្សារដែលចូលទៅពីផ្លូវតូចមានតូបមួយទំនេរ2ខែហើយម្ចាស់ផ្ទះជាអតិថិជនចាស់ចិត្តល្អណាស់ជួលក្នុងមួយខែ280កាក់កក់មួយខែបើអ្នកចង់ខ្ញុំនឹងជួយសម្របសម្រួល280កាក់អាចទៅមើលបានទេរសៀលនេះអាចទៅបានហើយកញ្ញាតូបនេះយ៉ាងម៉េចដែរសរឹងមុំចង្កានបាយត្រូវសង់ថ្មីកម្រាលឥតមុខត្រូវក្រាលថ្មីរបស់ពីរមុខនេះតើអាចកាត់ថ្លៃឈ្នួលមួយខែបានទេបានសង់ថ្មីក្រាលថ្មីគឺកាត់ថ្លៃឈ្នួលខែទី1និងចាប់ផ្ដើមយកលុយពីខែទី2ទៅអ្នកទាំងអស់គ្នាគិតយ៉ាងណាបានអញ្ចឹងយើងធ្វើកិច្ចសន្យាទៅបងប្រុសសិនលើកមុននិយាយគ្នាថាដល់ចុងខែសងថ្ងៃនេះជាថ្ងៃចុងក្រោយហើយសូមពន្យាពេល2-3ថ្ងៃទៀតខ្ញុំមានទ្រព្យសម្បត្តិខ្លះនៅផ្ទះទ្រព្យសម្បត្តិអ្វីនិយាយឲ្យខ្ញុំស្ដាប់បន្តិចមើល3ថ្ងៃបើ3ថ្ងៃរកមិនបានទេអ្នកដឹងផលវិបាកហើយខាងកន្លែងលេងល្បែងជក់ចិត្តទៀតហើយ3ថ្ងៃចុងក្រោយខ្វះប៉ុន្មានទាំងដើមទាំងការ20ដំឡឹងម៉ាលីនអ្នកថាដីនោះឥឡូវថ្លៃប៉ុន្មានអ្នកចង់បានដីយ៉ាងម៉េចឯកសារនោះមិនពេញលេញទេមិនអាចបញ្ជាក់បានទាំងស្រុងឲ្យតែម្ដាយងក់ក្បាលថានោះជាដីរបស់វាំងលីចឹងក៏ត្រូវឲ្យមុខមាត់ចាស់ទុំខ្លះដែរទាញដីនោះមកវិញលក់ទៅ20ដំឡឹងគឺលើសលប់ហើយលោកស្រីជាចាស់ទុំរឿងក្នុងផ្ទះនេះលោកស្រីជាអ្នកសម្រេចតែនោះដើមឡើយគឺលោកតាធំបានបែងចែកឲ្យដោយមិនបានគិតអ្វីទេក្មេងស្រីនោះជាកូនស្រីមីងម្នាក់ធ្វើរឿងទាំងអស់នេះនិយាយរួមមិនមែនសុទ្ធតែពឹងលើដីត្រកូលសិនរបស់យើងទេឯកសារនោះលីចឹងបានមើលហើយបានយ៉ាងម៉េចមិនទាន់